ប្រទេសទាំង10ដែលទទួលបានឯករាជ្យពីអាណានិគមក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរក្នុងការទទួលបានឯករាជ្យនេះមានលក្ខណៈពីរបែបទី1ដោយសន្តិវិធីហើយទី2ដោយអំពើហិង្សាមានធ្វើសង្គ្រាមប្រឆាំងដើម្បីទាមទារជាដើមក្រុមទី1ឯករាជ្យតាមរយៈចលនាអហិង្សានិងការចរចានយោបាយភាសាអង់គ្លេសគេហៅថា diplomatic and non-violent model ប្រទេសក្នុងក្រុមនេះទទួលបានឯករាជ្យដោយប្រើប្រាស់សម្ពាធមហាជនការតស៊ូបែបអហិង្សានិងការចរចាការទូតជាស្នូលបន្ទាប់ពីមហាអំណាចទន់ខ្សោយក្រោយសង្គ្រាមលោកលើកទី2ទី1ប្រទេសឥណ្ឌាទទួលបានឯករាជ្យពីអង់គ្លេសឆ្នាំ1947ដឹកនាំដោយលោកមហាត្មគន្ធីតាមរយៈចលនាអហិង្សាការធ្វើពហិការមិនបង់ពន្ធនិងការដើរក្បួនអង់គ្លេសដកថយដោយសារសម្ពាធសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិទី2ប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពីបារាំងឆ្នាំ1953ដឹកនាំដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុតាមរយៈព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដោយប្រើប្រាស់យុទ្ធសាស្ត្រការទូតសង្កត់លើបារាំងដែលកំពុងជាប់ដៃក្នុងសមរភូមិឥណ្ឌូចិនទី3ប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យពីអង់គ្លេសថ្ងៃទី31ខែសីហាឆ្នាំ1957ដឹកនាំដោយលោកទុនគូអាប់ឌុលរ៉ាម៉ាន់តាមរយៈការចរចាបង្កើតសម្ព័ន្ធភាពនយោបាយចម្រុះជាតិសាសន៍ដើម្បីបង្ហាញអង់គ្លេសថាខ្លួនមានសមត្ថភាពគ្រប់គ្រងរដ្ឋស្វ័យភាពដោយសន្តិវិធីទី4ប្រទេសសេនេហ្គាល់ទទួលបានឯករាជ្យពីបារាំងឆ្នាំ1960ដឹកនាំដោយលោកលីអូផូលសេដាសេងហូតាមរយៈការចូលរួមក្នុងសហគមន៍បារាំង Friend Community រួចធ្វើការផ្ទេរអំណាចតាមរយៈលំដាប់លំដោយរហូតដល់បានឯករាជ្យពេញលេញដោយគ្មានការបង្ហូរឈាមរីឯក្រុមប្រទេសគំរូទី2ដែលប្រើហិង្សានោះទី1គឺសង្គ្រាមរំដោះជាតិប្រដាប់ដោយអាវុធប្រទេសក្រុមទាំងនេះមិនអាចចរចាបានឡើយដោយសារមហាអំណាចរឹងត្អឹងទើបត្រូវបង្ខំចិត្តធ្វើសង្គ្រាមវេយខ្ទប់យ៉ាងស៊ីសាច់ហិតឈាមទី5ប្រទេសវៀតណាមទទួលបានឯករាជ្យពីបារាំងឆ្នាំ1954ដែលដឹកនាំដោយលោកហូជីមិញតាមរយៈការធ្វើសង្គ្រាមទ័ពព្រៃនិងសង្គ្រាមសន្និធិរហូតដល់ទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនៅសមរភូមិឌៀនបៀនភូទី6ប្រទេសអាល់ហ្សេរីទទួលបានឯករាជ្យពីបារាំងឆ្នាំ1962ដឹកនាំដោយរណសិរ្សរំដោះជាតិ FLN ធ្វើសង្គ្រាមបង្ហូរឈាមយ៉ាងខ្លោចផ្សាសង្គ្រាមនេះបានបណ្ដាលឲ្យវិបត្តិនយោបាយផ្ទៃក្នុងនៅប្រទេសបារាំងរហូតដល់បារាំងបង្ខំចិត្តប្រគល់ឯករាជ្យឲ្យទី7ប្រទេសឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីប្រទេសហូឡង់ឆ្នាំ1949ដឹកនាំដោយលោកស៊ូកាណូទោះបីជាប្រកាសឯករាជ្យនៅឆ្នាំ1945តែត្រូវធ្វើសង្គ្រាមប្រឆាំងនឹងការវិលត្រឡប់របស់កងទ័ពហូឡង់រួមផ្សំនឹងសម្ពាធការទូតពីអង្គការសហប្រជាជាតិទើបហូឡង់ព្រមទទួលស្គាល់អធិបតេយ្យភាពទី8ប្រទេសអង់ហ្គោឡាទទួលបានឯករាជ្យពីព័រទុយហ្គាល់ឆ្នាំ1975ឆ្លងកាត់សង្គ្រាមទ័ពព្រៃដ៏រ៉ំរ៉ៃដឹកនាំដោយចលនាជាតិនិយមជាច្រើនក្រុមរហូតដល់មានបដិវត្តផ្ទៃក្នុងនៅប្រទេសព័រទុយហ្គាល់ទើបព័រទុយហ្គាល់ព្រមទទួលការដកទ័ពថយវិញរីឯក្រុមប្រទេសទី3ឯករាជ្យបែបបដិវត្តម្ចាស់ស្រុកប្រឆាំងនឹងពួកស្បែកសចំណាក់ស្រុករចនាសម្ព័ន្ធអាណានិគមបែបនេះមានជនជាតិស្បែកសទៅរស់នៅបង្កើតជាអាណាចក្រនិងកាន់កាប់ដីធ្លីទើបការទាមទារឯករាជ្យត្រូវធ្វើឡើងដើម្បីដណ្ដើមអំណាចសេដ្ឋកិច្ចនិងនយោបាយមកឲ្យជនជាតិដើមវិញ ទី
ទី9ប្រទេសកេនយ៉ាទទួលបានឯករាជ្យពីប្រទេសអង់គ្លេសឆ្នាំ1963មានការងើបបះបោប្រដាប់អាវុធពីសំណាក់ចលនាម៉ៅប្រឆាំងនឹងការរឹបអូសដីធ្លីរបស់ពួកចំណាក់ស្រុកឈានទៅរកការចរចាផ្ដល់ឯករាជ្យដោយលោកជូម៉ូកេនយ៉ាតាទី10ប្រទេសហ្ស៊ីមបាវេទទួលបានឯករាជ្យពីអង់គ្លេសពួកស្បែកសភាគតិច1980ពួកស្បែកសភាគតិចបានប្រកាសឯករាជ្យខ្លួនឯងដើម្បីរក្សាប្រព័ន្ធរើសអើងពូជសាសន៍ជនជាតិដើមស្បែកខ្មៅបានធ្វើសង្គ្រាមទ័ពព្រៃរហូតដល់មានការចរចាកិច្ចព្រមព្រៀងជាដើមទាំង5ចំណុចសំខាន់នេះសង្ខេបមកមានទី1កត្តាជំរុញផ្ទៃក្នុងនឹងការអនុវត្តអន្តរជាតិឯករាជ្យមិនមែនកើតឡើងដោយសារចលនាជាតិនិយមតែមួយមុខឡើយប៉ុន្តែវាជាលទ្ធផលនៃការធ្លាក់ចុះអំណាចសេដ្ឋកិច្ចនិងយោធារបស់អឺរ៉ុបក្រោយសង្គ្រាមលោកលើកទី2រួមផ្សំនឹងសម្ពាធពីសហរដ្ឋអាមេរិកនិងសហភាពសូវៀតបរិបទសង្គ្រាមត្រជាក់ទី2ទម្រង់នៃការតស៊ូអាស្រ័យលើធម្មជាតិនៃអាណានិគមប្រទេសដែលមហាអំណាចចាត់ទុកថាជាអាណានិគមសេដ្ឋកិច្ចសហគ្រាសងាយនឹងទទួលបានឯករាជ្យតាមផ្លូវចរចាចំណែកប្រទេសដែលមានពួកចំណាក់ស្រុកទៅតាំងទីលំនៅច្រើនតែត្រូវឆ្លងកាត់សង្គ្រាមបង្ហូរឈាមដើម្បីបណ្ដេញពួកនោះមនោគមវិជ្ជាបង្រួបរួមជាតិចលនាទាមទារឯករាជ្យទាំងអស់សុទ្ធតែប្រើប្រាស់លទ្ធិជាតិនិយមនិងសិទ្ធិស្វ័យសម្រេច self determination ជាឧបករណ៍ប្រមូលកម្លាំងបង្រួបប្រជាជនដែលខុសប្លែកពីគ្នាឲ្យមកប្រឆាំងនឹងសត្រូវរួមតែមួយទី4លទ្ធផលនៃការគូសផែនទីអាណានិគមការបង្កើតរដ្ឋឯករាជ្យថ្មីភាគច្រើនគឺយកតាមព្រំដែនដែលពួកអាណានិគមធ្លាប់គូសបន្សល់ទុកដែលជាហេតុធ្វើឲ្យកើតមានចំនួនផ្ទៃក្នុងនិងសង្គ្រាមស៊ីវិលរវាងកុលសម្ព័ន្ធនិងឬជាតិសាសន៍ភាគតិចក្រោយទទួលបានឯករាជ្យដូចជាករណីបំបែករដ្ឋឥណ្ឌាប៉ាគីស្ថានឬសង្គ្រាមស៊ីវិលនៅអង់ហ្គោឡាចំណុចទី5ការផ្លាស់ប្ដូរពីការតស៊ូទៅជាការកសាងរដ្ឋបញ្ហាប្រឈមធំបំផុតរបស់រដ្ឋថ្មីទាំង10គឺការបំលែងខ្លួនពីចលនាតស៊ូមកជារដ្ឋាភិបាលគ្រប់គ្រងដែលតម្រូវឲ្យមានការកសាងស្ថាប័នច្បាប់ប្រព័ន្ធសេដ្ឋកិច្ចជាតិនិងផ្សះផ្សាជាតិសាសឡើងវិញជាដើម